ក្រសួងបរិស្ថានប្រកាសចាត់វិធានការច្បាប់ចំពោះអ្នកដែលទន្ទ្រានយកដីព្រៃកោងកាងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនក្រោយពីមានករណីចាក់ដីនិងទន្ទ្រានយកដីតំបន់ការពារស្ថិតនៅក្នុងស្រុកស្រែអំបិលខេត្តកោះកុងកាលពីពេលថ្មីៗនេះសារព័ត៌មានអនឡាញជាច្រើនស្ថាប័នបានចុះផ្សាយជាបន្តបន្ទាប់ពីការចាក់ដីនិងទន្ទ្រានដីព្រៃកោងកាងយកធ្វើជាកម្មសិទ្ធិស្ថិតក្នុងភូមិតាបែនឃុំជីខក្រមស្រុកស្រែអំបិលខណៈអាជ្ញាធរមូលដ្ឋានមិនចាត់វិធានការច្បាប់លើករណីនេះក្រសួងបរិស្ថានកាលពីថ្ងៃទី23 ខែកុម្ភៈឆ្នាំ2026បានចេញលិខិតថ្កោលទោសចំពោះករណីនេះដោយថាការកុបគិតគ្នាធ្វើសកម្មភាពចាក់ដីនិងទន្ទ្រានដីព្រៃកោងកាងធ្វើជាកម្មសិទ្ធិជាអំពើខុសច្បាប់ក្រសួងបញ្ជាក់ថាតំបន់ដែលកំពុងចាក់ដីនិងទន្ទ្រានយកនោះជាតំបន់ការពារធម្មជាតិនិងជាទ្រព្យសម្បត្តិរបស់រដ្ឋបើតាមសារព័ត៌មានអនឡាញមួយនៅខេត្តកោះកុងបានចុះផ្សាយដោយចោទមេឃុំជីខក្រមលោកអាងទីនិងបពួកជាអ្នកកុបគិតគ្នាចាក់ដីលុបព្រៃកោងកាងនិងព្រៃទឹកលិចស្ថិតក្នុងភូមិតាបែនឃុំជីខក្រមស្រុកស្រែអំបិលយ៉ាងណាបរិយាសារព័ត៌មានមិនអាចរកការឆ្លើយតបពីមេឃុំជីខក្រមលោកអាងទីបានទេចំពោះការចោទប្រកាន់នេះអ្នកការពារបរិស្ថាននិងសិទ្ធិមនុស្សលោកម៉ាចត្រាបានសាទរចំពោះចំណាត់ការរបស់ក្រសួងបរិស្ថានប៉ុន្តែលោកថាចំណាត់ការនេះហាក់យឺតបន្តិចដោយសារសកម្មភាពទន្ទ្រាននោះមានរយៈពេលយូរថ្ងៃនិងមានទំហំខូចខាតធំធេងទៅហើយមួយទៀតនោះក្រសួងគួរតែចាប់អ្នកប្រព្រឹត្តមកដាក់ទោសតាមច្បាប់ភ្លាមៗជាជាងចេញលិខិតថ្កោលទោសអ្នកការពារបរិស្ថានរូបនេះបន្តថាសកម្មភាពរំលោភបំពានយកតំបន់ការពារតំបន់មាត់សមុទ្រនិងតំបន់ព្រៃកោងកាងបានកើតមានជាច្រើនករណីហើយលោកសង្ស័យថាបញ្ហានេះកើតឡើងបានអាចមានការកុបគិតគ្នាណាមួយរវាងអាជ្ញាធរមូលដ្ឋាននិងជនល្មើសមន្ត្រីឧស្សាហនរៈឬក៏មន្ត្រីការពារបរិស្ថានហ្នឹងមាននៅគ្រប់តំបន់ហ្នឹងសួរថាតើគាត់យកភ្នែកគាត់នឹងទៅណាហេតុអីបានជាមិនអាចមើលឃើញនៅពេលដែលគេទៅឈូសឆាយព្រោះគេមិនមែនទៅលួចឈូសឆាយពេលយប់ឬក៏គេមិនមែនទៅធ្វើលបងដើម្បីឈូសឆាយអានេះគេឈូសឆាយជាសាធារណៈអ្នកណាក៏អាចមើលឃើញអញ្ចឹងសំណួរដែលត្រូវសួរថាមន្ត្រីមូលដ្ឋានដែលធ្វើការនៅតំបន់ហ្នឹងគាត់មានការទទួលខុសត្រូវប៉ុណ្ណាលោកម៉ាចត្រាបានជំរុញដល់ក្រសួងបរិស្ថានចាត់វិធានការច្បាប់ឲ្យបានតឹងរ៉ឹងចំពោះករណីនេះដើម្បីការពារធនធានធម្មជាតិនិងប្រមានដល់អ្នកផ្សេងទៀតតែយ៉ាងណាក៏ដោយដូចខ្ញុំបញ្ជាក់ពីដើមខ្ញុំនៅតែលើកទឹកចិត្តឲ្យក្រសួងបរិស្ថានហ្នឹងធ្វើការឲ្យត្រឹមត្រូវឲ្យមានតម្លាភាពឲ្យច្បាស់លាស់មិនមានការខុបខិតគ្នាមិនមានគេហៅថាអ្នកមានអំណាចណាដែលធំជាងការទទួលខុសត្រូវចំពោះមុខច្បាប់ចំពោះការបំពានទៅលើតំបន់ការពារធម្មជាតិទាំងអស់ហ្នឹងមិនថាតែតំបន់ព្រៃកោងកាងទេតំបន់ព្រៃការពារផ្សេងទៀតក៏ដោយអាហ្នឹងត្រូវតែចាត់វិធានការបើមិនអញ្ចឹងទេវាទៅជាជំងឺរ៉ាំរ៉ៃក្នុងសង្គមបាទពាក់ព័ន្ធទៅនឹងបញ្ហាបំផ្លិចបំផ្លាញធនធានធម្មជាតិនេះណាមាត្រា384នៃក្រមបរិស្ថាននិងធនធានធម្មជាតិបានចែងថាការកាប់ផ្ដួលរំលំការកាប់បំផ្លាញដើមឈើការចាក់លុបឬចាក់បំពេញដីដិនទឹកផ្លូវទឹកបឹងធម្មជាតិដីសើមតំបន់ទំនាបនិងទឹកផុសក្រោមដីឬអាងទឹកក្នុងតំបន់ការពារដោយគ្មានការអនុញ្ញាតត្រូវបានហាមឃាត់ចំណែកមាត្រា386នៃក្រមដដែលនេះបានបញ្ញត្តិថាបុគ្គលពុំមានសិទ្ធិផ្ដល់ការអនុញ្ញាតដោយផ្ទាល់ក្តីឬដោយប្រយោគក្តីឲ្យរានដីព្រៃកាន់កាប់ដីកាប់ដើមឈើចាប់សត្វព្រៃគ្រប់ប្រភេទឬធ្វើសកម្មភាពគ្រប់យ៉ាងដើម្បីប្រមូលផលអនុផលធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិបានឡើយក្រសួងបរិស្ថានបានឲ្យដឹងថាការគប់គិតគ្នាធ្វើសកម្មភាពចាក់ដីនិងទន្ទ្រានដីព្រៃកោងកាងយកជាកម្មសិទ្ធិដោយពុំមានការអនុញ្ញាតពីរាជរដ្ឋាភិបាលត្រូវបានចាត់ទុកថាជាបទល្មើសធនធានធម្មជាតិថ្នាក់ទី2ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី100លានរៀលទៅ500លានរៀលចំពោះបុគ្គលដែលប្រព្រឹត្តសកម្មភាពល្មើសនឹងមាត្រា550និងជាបទល្មើសធនធានធម្មជាតិថ្នាក់ទី3ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំដល់10ឆ្នាំ